ពីខាងបងចិន្តាអញ្ជើញមកពីកំពង់ធំគាត់សួរថាយើងធ្លាប់មើងងាយឌីលគេយើងហើយយើងជឿលើព្រះតើរឿងដែលយើងប្រមាថមើងងាយគេព្រះលើកលែងទោសឲ្យឬអត់អរគុណចិន្តាដែលសំណួរល្អធ្លាប់មើងងាយឌីលគេហើយតើព្រះអត់ទោសឲ្យបើសិនយើងធ្លាប់មើងងាយឌីលគេមែនតែឥឡូវនេះយើងដឹងថាកំហុសហើយអានឹងខុសហើយច្បាប់បញ្ញត្តិរបស់បងអត់ឲ្យមើងងាយឌីលគេទេព្រោះយើងជាមនុស្សខាងវិញ្ញាណយើងដឹងថាសាច់ឈាមគេអាក្រក់ដោយសារអារក្សនៅក្នុងជីវិតគេដឹកនាំឲ្យគេអាក្រក់អត់ចម្លែកទេដែលមនុស្សអាក្រក់យើងជាអ្នកជឿព្រះអត់ត្រូវចម្លែកក្នុងចិត្តថាមិនបានគេធ្វើអញ្ចឹងមិនបានគេដួចមិនបានគេកាប់មិនបានគេធ្វើសង្គ្រាមមិនបានគេប្លន់មិនបានគេប្រព្រឹត្តការចំគួនផ្សេងជាច្រើនកុហកភូពោយើងអត់ចម្លែកទេសម្រាប់យើងអ្នកជឿព្រះអង្គមានព្រះអង្គគង់ជាមួយដោយសារអារក្សនៅក្នុងជីវិតគេដាច់ចេញពីព្រះអរិយដឹកនាំគេហើយដឹកនាំគេទៅក្នុងសេចក្តីអាក្រក់ដែលថាបាបហ្នឹងគឺវិញ្ញាណអរិយនៅក្នុងរូបកាយគេដឹកនាំរូបកាយគេដឹកនាំទាំងវិញ្ញាណទឹកដឹកនាំទាំងចិត្តដឹកនាំទាំងគំនិតដឹកនាំទាំងរូបកាយគេទាំងមូលឲ្យអាក្រក់សពបែបយ៉ាងដែលយើងមើលឃើញនៅអត់មានព្រះគឺអាក្រក់សពបែបយ៉ាងសម្រាប់យើងអ្នកជឿព្រះយើងអត់ចម្លែកទេដែលគេអាក្រក់ដោយព្រោះអរិយដឹកនាំហើយយើងមានតែក្តីអាណិតស្រឡាញ់គេធ្វើម៉េចជួយគេឲ្យមកល្អដូចយើងដែលជាកូនព្រះអង្គគឺឲ្យគេជឿព្រះឲ្យគេមានព្រះគង់ជាមួយគេហើយឲ្យពលឺនៅក្នុងជីវិតគេអាសេចក្តីងឹតចេញឲ្យព្រះយេស៊ូវគង់ក្នុងជីវិតគេអារក្សចេញឲ្យអំណាចនៃសេចក្តីស្រឡាញ់នៅក្នុងជីវិតគេដែលជាច្បាប់បញ្ញត្តិរបស់ព្រះយេស៊ូវអញ្ចឹងអំណាចនៃសេចក្តីអាក្រក់របស់អារក្សសាតាំងចេញពីជីវិតគេបាទនេះជាហេតុផលដែលកម្មវិធីផ្លូវជីវិតបង្កើតឡើងបាទដើម្បីបំភ្លឺអញ្ចឹងបងស្រីចន្ទតាយើងធ្លាប់មើលងាយគេប្រមាថគេខឹងគេនេះគឺជាអំពើបាបហើយគឺជាការល្មើសច្បាប់បញ្ញត្តិរបស់ព្រះអង្គហើយព្រះអង្គថាម៉េចស្រឡាញ់គេស្រឡាញ់ខ្មាំងសត្រូវបាទព្រះអង្គថាឲ្យស្រឡាញ់ខ្មាំងហេតុអីស្រឡាញ់ខ្មាំងសត្រូវព្រោះគេអត់ដឹងអីទេអារក្សនៅក្នុងជីវិតគេសូម្បីតែការនិយាយគេអត់ដឹងថាគេនិយាយអីដែរបាទទង្វើគេប្រព្រឹត្តបើគេដឹងថាបាបហើយនាំឲ្យគេចុះនរកបំភ្លឺគេអត់ប្រព្រឹត្តទេតែគេអត់ដឹងបានជាកម្មវិធីផ្លូវជីវិតនឹងបំភ្លឺរាល់ចម្ងល់រាល់សំណួរបាទដែលសួរមកដើម្បីឆ្លើយតបចឹងកូនស្រីចិន្តាត្រូវប្រែចិត្តកើតជាថ្មីជាកូនព្រះដ៏ពិតប្រាកដដែលមានច្បាប់បញ្ញត្តិរបស់ព្រះយេស៊ូវគ្រីស្ទដែលបងស្រីចិន្តាត្រូវស្រឡាញ់ព្រះអស់ពីចិត្តគំនិតព្រលឹងវិញ្ញាណហើយស្រឡាញ់អ្នកដទៃដូចខ្លួនឯងបន្ទាប់មកទទួលច្បាប់របស់ព្រះគឺកាន់តាមប្រព្រឹត្តតាមច្បាប់របស់ព្រះយើងដឹងហើយសេចក្តីស្រឡាញ់មិនដែលប្រព្រឹត្តការអាក្រក់ទេអញ្ចឹងការមើលងាយការខឹងធ្វើមិនគប្បីអាការប្រព្រឹត្តបែបមិនគួរសមអានឹងល្មើសច្បាប់ហើយព្រោះសេចក្តីស្រឡាញ់មិនដែលប្រព្រឹត្តបែបមិនគួរសមសេចក្តីស្រឡាញ់មិនដែលឈ្នានីសមិនដែលខឹងមិនរហ័សខឹងមិនប្រកាន់ទោសដូចជាព្រះយេស៊ូវមិនប្រកាន់យើងដោយសារព្រះអង្គដឹងថាយើងបាបដឹងថាយើងអាក្រក់ប៉ុន្តែព្រះអង្គមិនប្រកាន់ទេដោយព្រួយអារក្សនៅក្នុងជីវិតយើងអារក្សដឹកនាំយើងបានជាព្រះអង្គផ្សព្វផ្សាយបំភ្លឺយើងដំណឹងល្អមកកាន់យើងអស់អ្នកដែលនៅព្រួយទុកធ្ងន់ចូលមកឯខ្ញុំឲ្យអ្នកសម្រាប់បានសម្រាប់ដល់ព្រលឹងហើយវិញ្ញាណអស់មនុស្សមានបាបចូលមកឯខ្ញុំជឿដល់ខ្ញុំអត់ទុកបាបព្រះហត្ថរបស់ខ្ញុំលោហិតរបស់ខ្ញុំអត់ទុកបាបបងខ្លាចបាបចូលមកជឿហើយមកឲ្យខ្ញុំអត់ទុកបាបហើយខ្ញុំនឹងធ្វើជាអ្នកពង្រាលអ្នករាល់គ្នាហើយខ្ញុំនឹងដឹកនាំអ្នកទៅឯទីវាលស្មៅគៀវជ័យទឹកហូរគ្រឿនអ្នកនឹងមិនខ្វះអ្វីបរិភោគទេអ្នកនឹងមិនភ័យខ្លាចអ្វីឡើយហើយជីវិតអ្នកនឹងគ្មានអារក្សដឹកនាំទៀតទេនៅពេលដែលអ្នកទទួលខ្ញុំដេញអារក្សចេញនៅពេលដែលអ្នកទទួលពលឺនៃខ្ញុំដេញអាសេចក្តីងឹតនឹងចេញនៅពេលដែលអ្នកទទួលច្បាប់បញ្ញត្តិសេចក្តីស្រឡាញ់ដ៏មានអំណាចនៃសេចក្តីស្រឡាញ់នោះដែលមានគ្រប់ទាំងការល្អនោះបណ្ដេញអំណាចនៃសេចក្តីងងឹតដែលពេញដោយសេចក្តីអាក្រក់ដូចជាលួចថោកប្លន់កាប់សម្លាប់ស្រីស្រាលបែងឈ្លោះតោះតែងឈ្លានពានរំលោភសពបែបយ៉ាងណាឬក៏គោរពរូបព្រះមន្តគុំអំណាចនៃសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទគង់ក្នុងយើងពលឺនៅក្នុងយើងសេចក្តីងឹតចេញបាត់បងប្អូនអើយបើមានពលឺនៅក្នុងយើងគឺងឹតចេញហើយបើមានព្រះនៅក្នុងយើងព្រះនាមព្រះយេស៊ូវអារក្សសាតាំងមិនអាចនៅបានទេហើយបើមានបញ្ញត្តិច្បាប់របស់ព្រះដែលបានប្រទានដល់យើងមានអំណាចបណ្ដេញអាសេចក្តីជំគួតអាលួចចេញ
ថោកចេញកាប់ចេញលួចប្រកាន់ទូក៏ចេញបាទមើលនិយាយក៏ចេញពីជីវិតយើងដែរដោយសារអំណាចនៃសេចក្តីស្រឡាញ់បណ្ដេញអស់ទាំងសេចក្តីគំរោះស្មោកគ្រោកចេញពីជីវិតយើងលាងសម្អាតចិត្តយើងឲ្យបានស្អាតចិត្តយើងពេញដោយសេចក្តីស្រឡាញ់ចិត្តយើងមានព្រះរក្សាគង់ជាមួយដឹកនាំយើងក្នុងចិត្តយើងគ្មានឡើយសេចក្តីទុច្ចរិតគ្មានឡើយសេចក្តីអាក្រក់បាទហើយការគិតអាក្រក់ក៏អត់មានដែរដោយសារអំណាចនៃសេចក្តីស្រឡាញ់របស់ព្រះនៅក្នុងចិត្តក្នុងគំនិតយើងក្នុងព្រលឹងវិញ្ញាណយើងនៅក្នុងយើងបាទអរគុណសម្រាប់សំណួរទី3បាទ